សួស្តីអ្នកនរគ្នាថ្ងៃនេះយើងនឹងមកបន្តភាគរឿងគ្រូចាប់ខ្មែររបស់យើងជាបន្តទៀតដើមនៅភាគនេះបានឃើញថាសាំងឈីគេមានការងើយឆ្ងាយយ៉ាងខ្លាំងហើយដើម្បីបានជាមានអ្នកជិះម៉ូតូនៅតាមផ្លូវដែលមានមនុស្សច្រើនដើរទៅវិញបន្ទាប់មកភ្លាមនោះស្រាប់តែមានសារមួយបានលោតចូលមកក្នុងទូរស័ព្ទដៃរបស់គេដែលសារនោះគឺជាការផ្ដល់ដំណឹងនៅការងារដែលមានរ៉ាំង A បើសាំងឈីគេអាចបំពេញការងារនេះបានគេនឹងទទួលបានរង្វាន់យ៉ាងច្រើនតែដឹងបែបនេះភ្លាមគេក៏បានញញឹមឡើងហើយប្លង់យើងក៏បានកាត់មកដល់ការដ្ឋានសំណង់វិញម្ដងដែលពេលនោះមានកម្មករជាច្រើនមានការងារឆ្ងាយយ៉ាងខ្លាំងតែអ្នកដែលបានទៅជិតគីឡូនោះសិតតែត្រូវបានបាត់បង់រាងកាយសល់តែសម្លៀកបំពាក់របស់ពួកគេតែប៉ុណ្ណោះស្រាប់តែភ្លាមនោះហាក់ដូចជាមានអ្វីម្យ៉ាងកំពុងតែផុសចេញពីក្នុងគីឡូនោះយ៉ាងដូចនេះនោះស្រាប់តែមានក្បាលមួយបានផុសចេញមកហើយចំហាយថាអំពុយយ៉ាងខ្លាំងមួយបានបាញ់ទៅលើមេភ្លាមនោះបិសាចមួយក៏បានលេចចេញពីគីឡូនោះឡើងមកជាហេតុធ្វើឲ្យកម្មករនៅទីនោះមានការភ័យសន្សោនិងភ្ញាក់ផ្អើលយ៉ាងខ្លាំងឥឡូវនេះយើងបានឃើញពីរូបរាងរបស់វាហើយមើលទៅពិតជាគួរខ្លាចខ្លាំងមែនទែនហើយបិសាចនោះក៏បានស្រែកឡើងជាហេតុធ្វើឲ្យកម្មករនៅទីនោះមានការភ័យសន្សោនិងនាំគ្នារត់គេចចេញពីទីនោះដោយមិនចាំយូរបិសាចនោះក៏បានហាមាត់របស់វាស្រូបយកព្រលឹងនិងកម្លាំងជីវិតរបស់កម្មករនៅទីនោះមិនថាអ្នកនៅទីណាទេវាសុទ្ធតែអាចស្រូបបានយកមកទាំងអស់ព្រមទាំងវាបានដាក់ប្រមូលផ្ដុំគ្នាហើយចាប់ផ្ដើមស្រូបម្ដងទាំងអស់តែម្ដងមើលទៅសភាពរបស់កម្មករទាំងអស់នោះទៅពិតជាគួរឲ្យអាណិតខ្លាំងមែនទែនបន្ទាប់ពីស្រូបថាមពលជីវិតនិងព្រលឹងរបស់ពួកគេហើយសក់របស់ពួកគេត្រូវបានបែកទៅជាទឹកខ្មៅអ្វីម្យ៉ាងបន្ទាប់ពីបិសាចបានស្រូបអស់ចិត្តមើលទៅវាហាក់ដូចជាមានកម្លាំងខ្លាំងជាងមុនយ៉ាងអញ្ចឹងហើយព្រមនោះរាងកាយរបស់បិសាចនោះក៏ចាប់ផ្ដើមប្រែប្រួលមើលទៅខ្នងរបស់វាក៏បានដុះឆ្អឹងអ្វីម្យ៉ាងចេញមកហើយព្រមទាំងបានដោះកន្ទុយជាលក្ខណៈឆ្អឹងមួយចេញមកផងដែរហើយមុខរបស់វាក៏បានផ្លាស់ប្ដូរផងដែរបន្ទាប់ពីវាបានប្រែប្រួលហើយមើលទៅពិតជាឡយនិងសាហាវខ្លាំងមែនទែនហើយបិសាចនោះក៏មានការឆ្ងល់យ៉ាងខ្លាំងតើវាគឺជានរណាទៅមើលទៅបិសាចនោះហាក់បីដូចជាមានការបាត់បង់ការចងចាំយ៉ាងអញ្ចឹងហើយវាក៏បាននឹកឃើញរឿងរ៉ាវមួយចំនួនកាលពីវានៅជាមនុស្សដោយការនោះមានមនុស្សបានចាប់វាយកទៅធ្វើទារុណកម្មព្រមទាំងបានសម្លាប់វាផងដែរជាជននៅទីនោះហាក់បីដូចជាមិនបានខ្វាយខ្វល់ទេព្រមទាំងពួកគេបានឈើសោចដូចគ្នាហើយបិសាចនោះក៏បានសន្យានឹងខ្លួនឯងថាវានឹងទៅសងសឹកមនុស្សដែលបានធ្វើបាបវាកាលពីមុនព្រមទាំងពេលនោះវាក៏បានព្យាយាមដកមជុលដែលនៅលើខ្នងរបស់វាប៉ុន្តែមើលទៅវាមិនអាចដកមជុលទាំងនោះបាននោះទេព្រមទាំងធ្វើឲ្យមជុលអាគមទាំងនោះបានវេបមកកាន់វាធ្វើឲ្យវាមានការក្អួតឈាមជាខ្លាំងបន្ទាប់មកវាក៏បានដួលទៅពេលនេះវាក៏បានប្រាប់ឲ្យយើងដឹងផងដែរថាវាមិនទាន់មានកម្លាំងគ្រប់គ្រាន់នឹងអាចដកមជុលទាំងនេះបាននោះទេដូច្នេះវាត្រូវការកម្លាំងជីវិតរបស់មនុស្សនិងព្រលឹងមនុស្សជាច្រើនទៀតហើយបិសាចនោះក៏បានដឹងផងដែរថាមានអ្វីម្យ៉ាងកំពុងតែធ្វើដំណើរមកកាន់វាហើយបិសាចនោះក៏បានបើកភ្នែកទី4របស់វាដើម្បីមើលបន្ទាប់ពីវាបានខំប្រឹងមើលហើយវាក៏បានដឹងថាតាមពិតទៅមានមនុស្សម្នាក់ដែលកំពុងធ្វើដំណើរមករកវាហើយគេនោះគឺជាអាទូរបស់យើងនេះឯងតែពេលនេះឈាំងស៊ីរបស់យើងកំពុងតែធ្វើដំណើរយ៉ាងលឿនមករកអាបិសាចនេះដោយវាបានឆ្ងល់ផងដែរថាអាទូរបស់យើងគឺជានរណាប៉ុន្តែវាមិនមានពេលគិតច្រើនទេព្រោះថាពេលនេះវាត្រូវការរាងកាយមួយដើម្បីចូលសន្តិដ្ឋហើយវាបាននិយាយថានៅពេលនេះថាមពលរបស់វាមិនអាចប្រើពេញលេញបានទេដែលសារតែមជុលដែលបានដោតនៅលើខ្នងរបស់វាធ្វើឲ្យវាមិនអាចប្រើថាមពលរបស់វាពេញលេញបានដូច្នេះហើយមុនពេលដែលវាអាចរករាងកាយមួយដើម្បីសន្តិដ្ឋបានវាមិនគួរប្រយុទ្ធនឹងនរណាមួយឡើយដើម្បីកុំឲ្យជួបបញ្ហាហើយវាក៏បានបន្តទៀតផងដែរថាវានឹងយកការជឿចាប់ប៉ុន្មានរយឆ្នាំនេះពីមនុស្សទាំងអស់នោះមកវិញហើយបិសាចនោះក៏បានចេញដំណើរស្វែងរករាងកាយដើម្បីចូលសន្តិដ្ឋហើយអាបិសាចនោះក៏បានធ្វើដំណើរទៅដល់ផ្លូវ highway ដែលសាវរ៉ាន់របស់យើងកំពុងតែធ្វើដំណើរនេះឯងហើយអាបិសាចនោះពិតជាយ៉ាងไรមែនទែនវាក៏បានទៅឈើពាំងពីមុខម៉ូតូរបស់សាវរ៉ាន់របស់យើងជាហេតុធ្វើឲ្យសាវរ៉ាន់នាងក៏បានដួលទៅដោយវាបានសង្កេតឃើញថាសាវរ៉ាន់របស់យើងពិតជាមានរាងកាយស័ក្តិសមនឹងវាខ្លាំងណាស់ហើយវាក៏បានបន្តទៀតថាអាតួរបស់យើងវាពិតជាមានចំហាយថាមពលដ៏ខ្លាំងមែនទែនដូច្នេះហើយវាមិនគួរទៅប៉ះនឹង
តួរបស់យើងទេហើយមានតែផ្លូវមួយប៉ុណ្ណោះដែលអាចគេចពីតួរបស់យើងបាននោះគឺរករាងកាយដើម្បីចូលសន្តិដ្ឋនេះឯងមុននឹងសន្លប់សែវរ៉ាន់ក៏មានការងឿងឆ្ងល់ខ្លាំងផងដែរហើយអ្វីបានជានាងដួលតោយ៉ាងដូច្នេះសារតែនាងមិនបានបកអ្វីទេហើយអ្វីបានជានាងដួលតោសូមបញ្ជាក់អ្នកទាំងអស់គ្នានៅក្នុងរឿងនេះមនុស្សធម្មតាមិនអាចមើលឃើញវិញ្ញាណខ្មោចនិងវិញ្ញាណបិសាចបាននោះទេទោះតែមនុស្សដែលមានកម្លាំងពិសេសនិងតាមពោវិញ្ញាណខ្លាំងនិងតាមពោវេទមន្តអីចឹងណាអ្នកទាំងអស់គ្នាដូចជាឆាំងសៀរបស់យើងចឹងគឺគេមានកម្លាំងតាមពលវេទមន្តចឹងណាហើយអបិសាចនោះក៏បានចាប់ផ្ដើមចូលទៅក្នុងរាងកាយរបស់សែវរ៉ាន់ហើយវាបានធ្វើការព្យាយាមគ្រប់គ្រងរាងកាយរបស់សែវរ៉ាន់វាក៏បានចូលទៅគ្រប់គ្រងគ្រប់កន្លែងទាំងអស់នៅក្នុងរាងកាយរបស់នាងបន្ទាប់ពីវាបានចូលរាងកាយរបស់សែវរ៉ាន់មកចូលដល់នៅលើក្នុងរបស់វាក៏បានជ្រុះចេញផងដែរហើយបន្ទាប់ពីវាបានចូលសន្តិដ្ឋហើយវាក៏បានព្យាបាលរបួសនៅលើរាងកាយរបស់នាងព្រមទាំងបំលែង DNA របស់សែវរ៉ាន់ផងដែរជាហេតុធ្វើឲ្យពេលនេះវាក៏បានគ្រប់គ្រងរាងកាយរបស់សែវរ៉ាន់បានសម្រេចហើយការមកដល់ការដ្ឋានសាងសង់នេះវិញនៅពេលនេះសល់តែកឡនិងសម្លៀកបំពាក់របស់កម្មករតែប៉ុណ្ណោះដែលពេលនេះឆាំងសៀរបស់យើងក៏បានធ្វើដំណើរមកដល់ទីនេះផងដែរហើយគេក៏បាននិយាយថាគេបានធ្វើដំណើរមកយឺតមួយជំហានបាត់ទៅហើយគេក៏បានបន្តទៀតថាបិសាចនោះសម្រាប់មនុស្សជាច្រើនត្រឹមតែរយៈពេលដ៏ខ្លីមួយតែប៉ុណ្ណោះហើយឧបករណ៍ហោរាសាស្ត្ររបស់គេក៏បានរោឡើងហើយកាន់មកដល់កន្លែងបិសាចនេះវិញម្ដងហើយនៅពេលនេះវាបានគ្រប់គ្រងរាងកាយរបស់នាងបានសម្រេចហើយវាក៏បានធ្វើដំណើរទៅផងដែរមិនដឹងថាវាធ្វើដំណើរទៅណាទេពេលដែលបិសាចកំពុងតែដើរវាក៏បានជ្រុះផ្លូវគ្នាជាមួយនឹងព្រាយឆ្មាមួយក្បាលដែលឆ្មានោះមើលឃើញរូបរាងរបស់សែវរ៉ាន់ក្នុងទម្រង់ជាបិសាចដោយឃើញដូចនោះវាពិតជាមានការមួម៉ៅជាមួយនឹងបិសាចយ៉ាងខ្លាំងដែលបានប្លន់រូបរាងរបស់មនុស្សដូច្នេះហើយព្រាយឆ្មានោះក៏ចាប់ផ្ដើមធ្វើការរកវាប្រហារបិសាចហើយវាក៏បានចាប់ផ្ដើមធ្វើការវាប្រហារទៅកាន់បិសាចនោះប៉ុន្តែគ្រាន់តែបិសាចដែលនៅក្នុងរាងកាយរបស់សែវរ៉ាន់ធ្វើការសម្លឹងមករកបិសាចព្រាយឆ្មានោះព្រមទាំងបានក្រវាដែរជាមួយការវិការតែប៉ុណ្ណោះជាហេតុធ្វើឲ្យអំពូលភ្លើងដែលនៅទីនោះបានបាក់និងក្បាលរបស់បិសាចឆ្មាត្រូវបានធ្លាក់ពីកផងដែរបន្ទាប់ពីបានសម្លាប់បិសាចឆ្មាហើយបិសាចដែលនៅក្នុងខ្លួនរបស់សែវរ៉ាន់ក៏បានបន្តទៀតថាវានឹងរើកន្លែងមួយចំនួនដើម្បីធ្វើការសាកល្បងនៅរាងកាយរបស់វាដែលទើបនឹងទទួលបានហើយវាក៏បានធ្វើការស្ទុះហោះចាក់ចេញពីទីនោះទៅហើយបិសាចក៏បានសង្កេតដឹងផងដែរថានៅជិតនេះមានទីក្រុងមួយកន្លែងវាគួរតែសាកទៅទីនោះបន្តិចហើយបិសាចក៏បានហោះមកដល់អគារមួយហើយវាបានមើលទៅក្រោមឃើញមនុស្សជាច្រើនដែលកំពុងតែធ្វើដំណើរដើរហើយវាក៏បានឆ្ងល់ផងដែរថាតើវាជាប់នៅក្នុងកន្លងនោះរយៈពេលប្រហែលឆ្នាំមកហើយពីព្រោះថាមនុស្សនៅទីនេះមានការរីកចម្រើនព្រមទាំងមានការស្លៀកពាក់ចម្លែកយ៉ាងខ្លាំងហើយសំណង់របស់អ្នកនៅទីនេះវាពិតជាធំនិងខ្ពស់យ៉ាងខ្លាំងហើយវាមិនបានខ្វល់ទេវានឹងសងសឹកមនុស្សដែលធ្លាប់ធ្វើបាបវាកាលពីមុនហើយបិសាចក៏បានធ្វើការចាប់ផ្ដើមស្រូបវិញ្ញាណអ្នកនៅទីនោះនៅពេលនេះមនុស្សទាំងអស់នេះមិនទាន់បានដឹងនោះទេពួកគេមានអារម្មណ៍ថាពួកគេមានការថប់ដង្ហើមយ៉ាងខ្លាំងហើយវិញ្ញាណរបស់ពួកគេក៏បានស្រូបចេញពីខ្លួនមើលទៅវាពិតជាច្រើនខ្លាំងមែនទែនចាំមើលថាភាគក្រោយឆាំងសៀរបស់យើងនឹងធ្វើអ្វីចំពោះបិសាចនេះមកដល់ត្រឹមនេះហើយភាគយើងក៏ត្រូវបានចប់បាយអ្នកទាំងអស់គ្នាជួបគ្នានៅក្នុងវីដេអូក្រោយ